ផែនការសកម្មភាពជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយនិរន្តរភាពចំនួន14ចំណុចរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្រៅពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកការងារបន្ទាប់ដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ត្រូវងាកមកគិតគូរគឺការរៀបចំក្រុងនិងទីប្រជុំជនឲ្យបានច្រើនលោកឧបនាយករដ្ឋមន្ត្រីសាយសំអាលបានមានប្រសាសន៍ណែនាំពីទិសដៅការងារបន្តដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់ទី1ធានាដំណើរការស្ថាប័នដោយរក្សាសាមគ្គីក្នុងធ្វើការជាប្រព័ន្ធសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវទី2គិតគូរនិងផ្ដល់ឱកាសដល់មន្ត្រីបង្កលក្ខណៈងាយស្រួលឲ្យគាត់អាចបំពេញការងារបានលើកតម្កើងអ្នកដែលខិតខំប្រឹងប្រែងធ្វើការទី3ការងារសុរិយោដីជំរុញច្បាប់គ្រប់គ្រងវាស់វែងនិងការផលិតផែនទីព្រោះក្រសួងនឹងក្លាយជាអង្គភាពដែលត្រូវរៀបចំផែនទីផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទី4តំបន់បឹងទន្លេសាបជំរុញការធ្វើវារីវប្បកម្មនិងគិតគូរអ្វីដែលត្រូវធ្វើទៅមុខទៀតក្រៅពីស្រូវនិងដំណាំដទៃទៀតទី5តំបន់បេតិកភណ្ឌពិភពលោកអង្គរជាប្រភពចំណូលកម្ពុជាដូច្នេះត្រូវរក្សាមរតកដូនតាផងនិងធានាថាប្រជាជននៅអង្គរទទួលបានប្រយោជន៍ពីអង្គរនិងហៅខ្លួនឯងថាអ្នកស្រុកអង្គរហើយចូលរួមថែរក្សាការពារអង្គរទី6ការងាររៀបចំដែនដីជំរុញការរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការនៃការប្រើប្រាស់ដីនៅទូទាំងប្រទេសដែលជាមុខងារចម្បងក្នុងការរៀបចំដែនដីហើយផ្អែកលើមូលដ្ឋាននេះអភិបាលរាជធានីខេត្តនឹងអាចឯករាជ្យម្ចាស់ការដឹកនាំរៀបចំដើម្បីការរីកចម្រើនសេដ្ឋកិច្ចនៅរាជធានីខេត្តរបស់ខ្លួនដោយក្រសួងនឹងគាំទ្រផ្នែកបច្ចេកទេសបន្ថែមទី2ការរៀបចំក្រុងនិងទីប្រជុំជនផ្ដោតលើការរៀបចំភូមិឋានក្សេមក្សានរនំសុភមង្គលភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យទីក្រុងជាទីក្រុងស្រួលរស់នៅទី8ការងារលំនៅឋានមិនមែនផ្ដោតតែលើផ្ទះនិងស្ថាបត្យកម្មប៉ុណ្ណោះទេតែជាកន្លែងបណ្ដុះនៅទំនាក់ទំនងអរិយាប័ត្រល្អប្រពៃណីទំនៀមទម្លាប់ល្អសិល្បៈនិងវិទ្យាសាស្ត្រក្នុងសង្គមជាតិទី9គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ចប្រែក្លាយពីគម្រោងសម្បទានដីសង្គមគិច្ចទៅជាគោលនយោបាយសម្បទានដើម្បីសង្គមគិច្ចនិងសេដ្ឋកិច្ចដោយជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងផ្តល់សេវាចាំបាច់ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនទី10ការងារសំណង់ផ្ដោតលើគុណភាពសុវត្ថិភាពនិងសោភ័ណភាពដែលសំណង់មិនមែនគ្រាន់តែផ្ដោតលើសំណង់អគារតែជាវិស័យដើម្បីធានានូវការផ្ដល់ការងារធ្វើចំណូលនិងកំណើននិងដំណើរការសេដ្ឋកិច្ចរួមរបស់កម្ពុជាទី11បន្តការអប់រំផ្សព្វផ្សាយអំពីសកម្មភាពនិងការងារក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីជំរុញការចូលរួមទី12ការងារមូលដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាគោអឆកគួរផ្ដោតលើសហគមន៍ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានាទី13ការងារជាមួយវិស័យឯកជនត្រូវងាកមកគិតគូរបន្ថែមលើឧស្សាហកម្មប្រាក់កម្ចីក្នុងអត្រាការប្រាក់ប្រកួតប្រជែងដើម្បីប្រែសង្គមនិងសេដ្ឋកិច្ចនិងទី14ឧស្សាហកម្មតុបតែងលម្អជាការងារត្រូវធ្វើនិងថែរក្សានៅដង្ហើមសេដ្ឋកិច្ចនាំមកជូនលោកអ្នកដោយ Real Estate TV បណ្ដុំព័ត៌មានអចលនទ្រព្យក្នុងតំបន់និងលើពិភពលោកស្ថិតនៅក្នុងដៃលោកអ្នក